Rương bò rọ đần đầnប្រពន្ធកាលពីព្រេងនាយមានបរិសម្នាក់ចង់បានប្រពន្ធទៅដណ្ដឹងកូនគេម្នាក់ម្ដាយឪពុកគេថាបើចង់បានកូនយើងជាប្រពន្ធលុះតែឲ្យយើងចងឯងត្រាំទឹក3យប់ទើបយើងឲ្យកូនបានបរិសនោះក៏ព្រមឲ្យគេចងត្រាំទឹកដល់ត្រាំទឹកបាន2យប់បរិសនោះឃើញភ្លើងឆេះលើកំពូលភ្នំក៏លើកដៃឡើងអាងលេងគេមើលឃើញថាបរិសនោះអាំងភ្លើងគេមិនឲ្យកូនជាប្រពន្ធឡើយបរិសនោះខឹងណាស់ទៅប្តឹងចៅក្រមឲ្យទៅកោះហៅម្ដាយឪពុកខាងស្រីមកជំនុំជម្រះចៅក្រមយកសំណូកពីអ្នកចុងក្តីក៏កាត់ថាចៅឯងត្រូវចាញ់ហើយត្រូវបានកូនទេបើដូច្នេះចៅឯងទៅរៀបបាយមកឲ្យយើងស៊ីឯចៅនោះលើចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធយំមិនដើរទៅប្រទះនឹងសុភាទន្សាយសួរថាអ្វីបានបងយំបរិសនោះប្រាប់តាមដំណើរសពគ្រប់ប្រការសុភាទន្សាយនោះសួរថាគេឲ្យបងឯងទៅណាបរិសនោះថាឥឡូវគេប្រើឲ្យទៅរៀបចំបាយសុភាទន្សាយថាបងឯងរៀបចំយកអញទៅផងអញទៅជួយជំនុំឲ្យតែអញមុខជាឈ្នះហើយបើបងឯងរៀបបាយហើយស្ដុកជាមួយបិលប្រហុកដាក់ខ្សែក្បែរនោះស្អុយត្រីនិងបន្លែហើយបរិសនោះលើសុភាទន្សាយនិយាយអួតដូច្នោះក៏អរណាស់ខំទៅរៀបបាយនិងបង្អាប់សុភាទន្សាយហើយក៏យកមកជូនទាំងពីរនាក់សុភាទន្សាយទៅដល់ចៅក្រមឃើញក៏សួរថាបងទន្សាយមករកអីសុភាទន្សាយឆ្លើយថាមកជួយជំនុំក្តីលោកចៅក្រមថាចាំស៊ីបាយរួចសិនឯចៅក្រមដល់ស៊ីបាយនោះទៅសួរថាសម្លអ្វីក៏សាបម្លេះសុភាទន្សាយក៏ឆ្លើយថាភ្លើងឆេះលើកំពូលភ្នំលោកថាក្តៅដល់ចុះអំបិលប្រហុកដាក់ក្បែរនោះម្ដេចក៏បានមិនប្រៃដល់សុភាទន្សាយឆ្លើយតែប៉ុណ្ណេះចៅក្រមទាល់ប្រាជ្ញាទើបកាត់សេចក្តីឲ្យបរិសនោះឈ្នះឲ្យបានប្រពន្ធជាបរិសនោះចឹងមិនថាចេះឯងក្រែងចេះគេផងដែរណា